សម្រាប់ព័ត៌មានជាចុងក្រោយនេះនិយាយអំពីកម្មវិធីតម្រង់ទិសសិក្សានៅឧត្តមសិក្សាឆ្នាំ2026តាក់ទាញសិស្សានុសិស្សកម្ពុជាជាច្រើនដែលកំពុងរៀនភាសាបារាំងកម្មវិធីតម្រង់ទិសសិក្សានៅឧត្តមសិក្សាឆ្នាំ2026ដែលរៀបចំដោយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង AOIF នៅកម្ពុជាសហការជាមួយក្រសួងអប់រំយុវជននិងកីឡានឹងមានការគាំទ្រពីស្ថានទូតបារាំងនៅកម្ពុជាតាមរយៈផ្នែកហិរញ្ញវត្ថុនៃមូលនិធិបារាំងបានទទួលជោគជ័យខ្លាំងនៅក្នុងសាលាចំនួន18ដែលស្ថិតនៅតាមបណ្ដាខេត្តក្រុងចំនួន11នៃព្រះរាជាណាចក្រកម្ពុជាគំនិតផ្ដួចផ្ដើមនេះបានអនុញ្ញាតឲ្យសិស្សរាប់ពាន់នាក់ដែលកំពុងរៀនភាសាបារាំងអាចស្វែងយល់ជាក់ស្ដែងអំពីឱកាសសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សានានាជាភាសាបារាំងនៅកម្ពុជានិងនៅប្រទេសបារាំងដោយមានការគាំទ្រជាប្រចាំពីក្រសួងអប់រំយុវជននិងកីឡាកម្មវិធីតម្រង់ទិសនេះបង្ហាញពីកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាពរវាងស្ថាប័ននានានិង AOIF នៅឆ្នាំ2026កម្មវិធីនេះបានរៀបចំធ្វើឡើងពីថ្ងៃទី9ដល់ថ្ងៃទី14ខែកុម្ភៈនិងពីថ្ងៃទី23ដល់ថ្ងៃទី27ខែកុម្ភៈក្នុងរយៈពេលនេះសាកលវិទ្យាល័យសមាជិក AOIF និងដៃគូមួយចំនួនដូចជា Campus France អង្គការអ្នកស្ម័គ្រចិត្តបារាំងនិងសភាពាណិជ្ជកម្មបារាំងកម្ពុជាបានបង្ហាញនៅមុខជំនាញក៏ដូចជាកម្មវិធីសិក្សានៅតាមគ្រឹះស្ថាននានាដល់សិស្សានុសិស្សដែលកំពុងសិក្សានៅតាមកម្មវិធីថ្នាក់ពីរភាសានិងថ្នាក់ភាសាបារាំងជាជីវភាសានៅតាមបណ្ដាខេត្តក្រុងនានាទូទាំងប្រទេសកម្ពុជាសិស្សានុសិស្សអាចសាកសួរពីដំណើរការសិក្សាលក្ខខណ្ឌនានាក៏ដូចជារបៀបរៀបចំខ្លួនក្នុងការទៅបន្តការសិក្សានៅកម្ពុជានិងនៅប្រទេសបារាំងព្រមទាំងឱកាសការងារជាពិសេសនៅតាមក្រុមហ៊ុនបារាំងដែលមានវត្តមាននៅកម្ពុជាជាមួយការគាំទ្រពីស្ថានទូតបារាំងនៅកម្ពុជាតាមរយៈជំនួយហិរញ្ញវត្ថុនៃគម្រោង FEF កម្មវិធីតម្រង់ទិសនេះបានអនុញ្ញាតឲ្យលោកគ្រូអ្នកគ្រូបង្រៀនភាសាបារាំងនិងមុខវិជ្ជាវិទ្យាសាស្ត្រជាភាសាបារាំងប្រមាណជាង50នាក់និងយុវជនជាង2500នាក់មកពីថ្នាក់ពីរភាសាឬថ្នាក់ដែលជ្រើសរើសភាសាបារាំងជាជីវភាសាទី1ឬទី2ទទួលបាននូវព័ត៌មានជាមូលដ្ឋានដើម្បីធ្វើការសម្រេចចិត្តបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាឯកឧត្តមនួនផារតអភិបាលខេត្តកំពង់ធំនិងជាអតីតនិស្សិតថ្នាក់ពិសេសនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចហើយក៏ជាអតីតនិស្សិតអាហារូបករណ៍នៃរដ្ឋាភិបាលបារាំងផងដែរនោះបានលើកទឹកចិត្តដល់យុវជនឲ្យរៀនភាសាបារាំងនិងថ្លែងអំណរគុណដល់ក្រសួងអប់រំយុវជននិងកីឡា AOIF ស្ថានទូតបារាំងនិងក្រុមតំណាងសាកលវិទ្យាល័យទាំងអស់ដែលបានរៀបចំកម្មវិធីតម្រង់ទិសជូនយុវជននៅក្នុងខេត្តកំពង់ធំឯកឧត្តមក៏បានរំលឹកពីសារៈសំខាន់នៃភាសាបារាំងដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងប្រវត្តិសាស្ត្រនិងវប្បធម៌កម្ពុជាផងដែរចំពោះលទ្ធផលជាវិជ្ជមាននៃកម្មវិធីតម្រង់ទិសឆ្នាំ2026តួអង្គពាក់ព័ន្ធទាំងអស់បានស្នើឲ្យមានកម្មវិធីនេះជាបន្តនិងពង្រឹងសកម្មភាពតទៅមុខទៀត